Hello សួស្តីអ្នកទាំងអស់គ្នាខ្ញុំជួបគ្នាជាមួយនឹងខ្ញុំម៉ាសវណ្ណាហើយថ្ងៃនេះខ្ញុំមានរឿងមួយចែកជួយអ្នកទាំងអស់គ្នាបានដឹងរឿងនេះផងដែរគឺមានចំណងជើងថាលេខទូកកណ្ដាលទន្លេអូហូអ្នកទាំងអស់គ្នាបើសិនអ្នកទាំងអស់គ្នាចង់ដឹងថាលេខទូកកណ្ដាលទន្លេនេះគឺរឿងបែបណាតើយើងកុំភ្លេចទៅតាមដានទស្សនាជាមួយនឹងខ្ញុំទាំងអស់គ្នា Let's go ប្រកបវីដេអូដំបូងគឺគេបានបង្ហាញជាឃើញអំពីទូកមួយដែលទូកនឹងផងដែរគឺជាទូកមួយដែលធ្វើដំណើរទាំងពេលព្រឹកហើយទូកនឹងផងដែរនៅលើទូកនឹងគឺមានមនុស្សចំនួនប្រហែលជា10នាក់ជាងអញ្ចឹងអ្នកទាំងអស់គ្នាដែល10នាក់ជាងនោះគឺសិតតែជាសាច់ញាតិជាមួយនឹងគ្នាចិត្តស្និទ្ធជាមួយនឹងគ្នាហើយថែមទាំងមានមនុស្សប្រុសមនុស្សស្រីក៏ដូចជាកុមារីក៏នៅទីនោះដែរមនុស្សចាស់ក្មេងវ័យអញ្ចឹងអ្នកទាំងអស់គ្នាក៏នៅលើទូកនោះក៏មានដែរពេលនោះដែរគេក៏បានបង្ហាញជាឃើញអំពីបរិសម្នាក់ដែលគាត់គឺមានវ័យកណ្ដាលអញ្ចឹងអ្នកទាំងអស់គ្នាហើយគាត់គឺជាឪពុករបស់គេដែលគាត់មានកូនប្រុសមួយក៏ប្រុសរបស់គាត់ពោពេញទៅដោយស្នាមញញឹមខ្លាំងណាស់ដែលកូនប្រុសរបស់គាត់គឺមិនដឹងថាថ្ងៃនេះគឺជាប់រឿងអីខ្លះនោះទេគឺគេជីទូកបដាគេសប្បាយជាបដាគេញញឹមបដាអញ្ចឹងអ្នកទាំងអស់គ្នាដែលសារតែគេបានជីទូកទៅដើរលេងបន្តមកទេក៏ស្រាប់តែមានអមស្រីចំនួន3នាក់ក៏គាត់មានវ័យចំណាស់នឹងគ្នាខ្លាំងណាស់ហើយគាត់បានឡើងទៅលើទូកនឹងជាមួយនឹងគ្នាដែលកោដៅរបស់គាត់គឺឈ្មោះតែជាមួយនឹងគ្នានោះទេពីព្រោះឯពួកគាត់គឺជាសាច់ញាតិជាមួយនឹងគ្នារីឯក្នុងទូកនឹងវិញអ្នកទាំងអស់គ្នាគឺមានសម្ភារៈច្រើនណាស់ក៏ដូចជាថង់សម្លៀកបំពាក់ថង់អីវ៉ាវ៉ាន់ថង់នឹងចំណីថង់គ្រឿងទេសអីអញ្ចឹងអ្នកទាំងអស់គ្នាគឺសឹកតែមាននៅទីនឹងទាំងអស់រីឯទូកនឹងគឺជាទូកតូចទេតែដោយសារតែទូកនឹងដាក់លើចំណោះហើយនេះហើយអ្នកនៅទីនឹងគឺគេអាចបានគិតពីសុវត្ថិភាពអ្នកទាំងអស់គ្នាទូកនឹងគឺរឿងចាស់ហើយម៉ាស៊ីនក៏រៀងរោករ៉ាដែររីឯទម្ងន់វិញគឺដាក់លើថែមទៀតផងតែអ្នកនៅទីនឹងគឺគេមិនបានគិតពីសុវត្ថិភាពរបស់ពួកគេនោះទេស្របពេលនេះផងដែរទូករបស់ពួកគេគឺធ្វើដំណើរយូរទៅក៏ស្រាប់តែដល់កណ្ដាលទន្លេរីឯជំរឿនទឹកវិញក៏ជ្រៅណាស់ដែររីឯកម្លាំងទឹកវិញគឺបក់បោកគឺខ្លាំងណាស់ហើយអ្នកទាំងអស់គ្នាដោះមិនអត់នៅពេលដែលធ្វើដំណើរសុសនឹងក៏ស្រាប់តែលឺសំឡេងផ្ទុះចំកណ្ដាលទូកនឹងលឺសូពួកជុំយ៉ាយគឺទូករបស់គេគឺធ្លើយអ្នកទាំងអស់គ្នាដោយសារតែទូករបស់គេរៀងចាស់ហើយនេះហើយគឺធ្លើយហើយរីឯម៉ាស៊ីនរបស់គេក៏ចាស់នោះដែរហើយនេះហើយគឺបច្ចេកអត់ឆេះនោះទេគឺធ្វើឲ្យទូករបស់គេគឺលេចសន្សំម្ដងបន្តិចធ្វើឲ្យពួកគេនឹងគឺលេចចូលទៅក្នុងទឹកនឹងអញ្ចឹងអ្នកទាំងអស់គ្នាតោះមកសម្រាប់របស់មនុស្សក៏បានបន្លឺឡើងដោយសម្រាប់របស់គាត់មកគឺគេបានហៅប៉ារបស់គេឲ្យជួយរីឯមនុស្សចាស់វិញគឺគាត់បានស្រែកបនស្រន់ទេវតាអីអញ្ចឹងទៅឲ្យទេវតាជួយរបស់គាត់ផងហើយនៅពេលដែលបនស្រន់បានជាប់ហើយពួកគេក៏នាំគ្នាហែទៅរៀងខ្លួនអញ្ចឹងអ្នកទាំងអស់គ្នាដោយអ្នកខ្លះគឺហែទាំងអស់សង្ឃឹមរីឯអ្នកខ្លះវិញគឺខំហែទៅដាបទៅដួសតោងនេះតោងនោះតោងអ្វីដែលនៅជុំវិញពួកគេដែលគេអាចតោងហែបានក្នុងពេលវងនោះបរិសុទ្ធដែលមានវ័យកណ្ដាលក៏គាត់ខំប្រឹងហែខ្លាំងណាស់ដើម្បីទៅជួយកូនប្រុសរបស់គាត់គាត់រំពឹងថាគាត់អាចជួយកូនប្រុសរបស់គាត់មកច្រាំងបានតែមានណាអ្នកទាំងអស់គ្នានៅពេលដែលគាត់ហែតាមទឹកនឹងផងដែរគឺចរន្តទឹកគឺវាខ្លាំងណាស់ហើយវាគឺបានបោកបក់របស់គាត់ឲ្យទឹកក្រោយបន្តិចតាមរលកទឹកអញ្ចឹងអ្នកទាំងអស់គ្នាតាមចរន្តទឹកនោះរីឯកូនប្រុសរបស់គាត់វិញគឺកែតែងហៅឪពុករបស់គេទាំងសំឡេងខ្សោយចំណែកឯដៃវិញគឺក្តាប់ណែនោះហើយគឺអោបឪពុករបស់គាត់ឡើងស្អិតបតាត់អញ្ចឹងអ្នកទាំងអស់គ្នាជុំយ៉ាមួយសន្ទុះក្រោយមកក៏ស្រាប់តែមានរលកយ៉ាងធំមួយគឺបានបោកបក់អ្នកទាំងពីរធ្វើឲ្យកូនប្រុសរបស់តួឯប្រុសរបស់យើងនឹងគឺបានរអល់ដៃចេញពីឪពុករបស់គេហើយឪពុករបស់គេបានហែទៅច្រាំងមកខាងនឹងទាំងអស់សង្ឃឹមទាំងសេះខ្លាំងដោយសារតែកូនប្រុសរបស់គេនឹងគឺបានរសាត់ទៅតាមទឹកបានអញ្ចឹងអ្នកទាំងអស់គ្នាហៅសំឡេងដែលកូនប្រុសរបស់គាត់ហៅប៉ានឹងក៏បានបាត់ទៅទៀតធ្វើឲ្យគាត់ហែមកដល់ច្រាំងមកខាងទាំងអស់សង្ឃឹមតែម្នាក់ឯងនោះទេហើយអ្នកនៅទីនឹងអាយុវណ្ណថាអ្នកដែលនៅលើកោកនឹងក៏ឃើញគាត់ហើយក៏សួរគាត់ថាមិនឲ្យគាត់អីអត់មានរឿងអីអត់អញ្ចឹងទេអ្នកទាំងអស់គ្នានៅត្រង់ចំណុចមួយទៀតវិញអ៊ំស្រីម្នាក់ក៏គាត់បានឃើញក្មួយប្រុសរបស់គាត់លងទឹកគឺគាត់បានចូលហែទៅកាន់ក្មួយប្រុសរបស់គាត់ដើម្បីទៅជួយក្មួយប្រុសរបស់គាត់រីឯគាត់វិញក៏មានវ័យចំណាស់ណាស់ដែរតែអ្នកទាំងអស់គ្នាដោយសារតែកម្លាំងចិត្តដ៏មាំមួនរបស់គាត់គឺគាត់បានរៀនសូត្រពីការហែទឹកពីមុនមកអញ្ចឹងអ្នកទាំងអស់គ្នាធ្វើឲ្យគាត់ហ៊ានហែទៅកាន់ក្មួយប្រុសរបស់គាត់នៅពេលដែលអ៊ំស្រីម្នាក់នោះទៅដល់ក្មួយប្រុសរបស់គាត់គឺគាត់បានប្រាប់ក្មួយប្រុសរបស់គាត់ថាកុំភ័យអីគឺអ៊ំមកជួយក្មួយហែគឺក្មួយហែតាមអ៊ំមកគឺរៀនហែតិចមកហើយគាត់ទាំងពីរនាក់នឹងគឺបានហែជាមួយគ្នាអញ្ចឹងអ្នកទាំងអស់គ្នាដោយសារតែមានអ៊ំនៅក្បែរហើយនេះហើយធ្វើឲ្យគេនឹងគឺមានកម្លាំងចិត្តហែទៅរីឯអ៊ំស្រីម្នាក់នឹងគឺគាត់ខំប្រឹងហែជាមួយនឹងក្មួយខ្លាំងណាស់ទោះបីជាទឹកនឹងហូរខ្លាំងយ៉ាងណាក៏ដោយកម្លាំងរបស់គាត់អន់ខ្សោយយ៉ាងណាក៏ដោយគឺគាត់ខំប្រឹងហែខ្លាំងណាស់រីឯបបពិសោធន៍របស់គាត់ក៏ដូចជាកម្លាំងចិត្តរបស់គាត់ជំរុញគាត់អញ្ចឹងអ្នកទាំងគ្នាទៅធ្វើឲ្យគាត់ទាំងពីរនាក់នឹងគឺហែទៅដល់ច្រាំងទាំងសុវត្ថិភាពចំណែកឯអ៊ំស្រីដែលមានវ័យចំណាស់2នាក់ទៀតវិញគឺគាត់មិនសូវចេះហែទឹកនោះទេហើយគាត់ក៏មានវ័យចំណាស់នោះដែរគឺគាត់បានខំប្រឹងស
វ៉ាតោងធំមួយអញ្ចឹងអ្នកទាំងអស់គ្នាគឺធំប្រេងគឺគាត់បានខំប្រឹងតោងធំយ៉ាងណែនខ្លាំងណាស់ហើយក៏បណ្ដៅខ្លួនតាមចរន្តទឹកដែលទន្លេនឹងហូរទៅគឺបណ្ដៅយូរទៅអ្នកទាំងអស់គ្នាគឺរត់សាត់តាមទឹកនឹងទៅអស់រយៈពេល1ម៉ោងក៏ស្រាប់តែមានអ្នកនេសាទមួយក្រុមបានឃើញហើយក៏បានបើកទូកមកជួយគាត់ហើយធ្វើឲ្យគាត់នឹងបានរួចផុតដោយសារតែធុងព្រៃមួយនឹងគឺគាត់បានតោងធុងព្រៃមួយនឹងអញ្ចឹងអ្នកទាំងអស់គ្នាបន្ទាប់ពីហេតុការណ៍បានស្លាប់ស្ងាត់គឺក្រុមអាជ្ញាធរគឺគាត់បានមកដល់កន្លែងកើតហេតុហើយគាត់ក៏បានប៉ាន់ស្មាននៅតម្លៃដែលខូចខាតសម្ភារៈនានាអញ្ចឹងអ្នកទាំងអស់គ្នាមានរួមទាំងទូកក៏ដូចជាលុយប្រាក់ហើយនឹងសម្ភារៈនានាគ្រឿងទេសគ្រឿងអីបន្លែផ្លែឈើក៏ដូចជាអីវ៉ៃអវ៉ាន់ដែលរសាត់តាមទូកនឹងអញ្ចឹងអ្នកទាំងអស់គ្នាគឺអស់ច្រើនខ្លាំងណាស់គឺពិតជាអស់ច្រើនមែននៅពេលនោះផងដែរក្រុមភ្នាក់ងារប៉ូលីសក៏បានចែកគ្នាជាក្រុមដើម្បីស្វែងរកសាកសពក៏ដូចជារកមនុស្សដែលនៅរស់អញ្ចឹងអ្នកទាំងអស់គ្នាហើយក៏បានស្វែងរកអ្នកខ្លះគឺរកតាមកន្លែងដែលកើតហេតុហើយអ្នកខ្លះវិញគឺរកតាមជ្រៀងគឺរកតាមចរន្តទឹកអីអញ្ចឹងទៅក៏រកតាមដប់នេះដប់នោះអញ្ចឹងអ្នកទាំងអស់គ្នាក្រោយពីការស្រាវជ្រាវរហូតអស់រយៈពេល6ម៉ោងក្រុមប៉ូលីសក៏បានរកឃើញថាមនុស្សដែលនៅរស់គឺមានចំនួន5នាក់រីឯមនុស្សដែលនៅមានការស្លាប់នឹងគឺចំនួន2នាក់គឺគេបានរកឃើញសាកសពចំនួន2នាក់អញ្ចឹងអ្នកទាំងអស់គ្នារីឯអ្នកនៅរស់គឺចំនួន5នាក់ចំណែកឯអ្នកដទៃដែលប៉ូលីសមិនទាន់បានរកឃើញនឹងគឺប៉ូលីសបានដាក់កម្លាំងការពារក៏ដូចជារាវរកនឹងឲ្យរករហូតដល់10គីឡូម៉ែត្រដីអញ្ចឹងអ្នកទាំងអស់គ្នាដើម្បីរាវរកសាកសពមួយនឹងតែសាកសពមួយនឹងគឺនៅកន្លែងណាគឺនៅកន្លែងណីគឺរកឲ្យឃើញឲ្យតតែបាននៅកន្លែងការហេតុគឺមានស្ត្រីម្នាក់ដែលជាសាច់ញាតិរបស់ជនរងគ្រោះគឺគាត់បាននិយាយទាំងហូរដើមកទាំងហូរទឹកភ្នែកប្រាប់តែអ្នកសារព័ត៌មានថាប្រហែលថ្ងៃមុនឪពុករបស់ខ្ញុំក៏ទៅតែស្លាប់នោះទេរីឯប្រហែលថ្ងៃនេះក៏ស្រាប់ឮដំណឹងថាទូកបងត្រៃរបស់ខ្ញុំគឺត្រូវបានលេចរីឯក្មេងៗក៏ដូចជាអំពូមីងដែលនៅទីហ្នឹងមានអ្នកខ្លះក៏នៅរស់ហើយមានអ្នកខ្លះក៏ស្លាប់ថែមទៀតរីឯទ្រព្យសម្បត្តិវិញក៏បានបាត់ចូលក្នុងទន្លេអស់អ្វីដែលគាត់ខំរកខ្លាចទៅជាអាសាបងអស់ហើយខ្ញុំពិតជាពិបាកចិត្តខ្លាំងណាស់គឺពិតជាពិបាកចិត្តខ្លាំងមែនហើយអ្នកទាំងអស់គ្នារឿងដែលកើតឡើងទាំងអស់ហ្នឹងធ្វើឲ្យប៉ះពាល់ទៅលើបុគ្គល2នាក់គឺប៉ះពាល់ផ្លូវចិត្តខ្លាំងមែនទែនគឺប៉ះពាល់ទី1គឺឪពុកដែលជាមនុស្សដែលមានវ័យកណ្ដាលអញ្ចឹងអ្នកទាំងអស់គ្នាគឺត្រូវបានកូនស្លាប់បានគឺធ្វើឲ្យគាត់ពិតជាសោកសៅខ្លាំងណាស់រីឯក្មេងប្រុសដែលត្រូវអ៊ំស្រីម្នាក់ដែលជួយហែចេញមកដល់លើកោកហ្នឹងក៏គេខ្លាចដែរគឺគេមានអារម្មណ៍ថាតក់ស្លុតនៅពេលដែលទៅដល់ជ្រាំងទន្លេអញ្ចឹងអ្នកទាំងអស់គ្នាគឺធ្វើឲ្យគេហ្នឹងគឺលេងហ៊ានទៅលេងមាត់ទន្លេអីទៀតហើយគឺនៅតែក្នុងផ្ទះនោះទេហើយសាច់រឿងរបស់យើងក៏បានឈានដល់ទីបញ្ចប់អ្នកទាំងអស់គ្នាមិនឈានដល់ទីបញ្ចប់អ្នកទាំងអស់គ្នាត្រូវដឹងថាអ្វីៗទាំងអស់គឺវាមិនថាត់ថេរនោះទេហើយអ្នកទាំងអស់គ្នានៅពេលដែលអ្នកទាំងអស់គ្នាធ្វើដំណើរទៅណាមកណាទៅណីមកណីគួរតែគិតពីសុវត្ថិភាពផងដូចជារឿងនេះជាដើមអញ្ចឹងអ្នកទាំងអស់គ្នាគឺគាត់បានដាក់លើចំណោះរីឯទូករបស់គាត់ក៏ចាស់ថែមទៀតហើយអ្នកហើយគឺទ្រទម្ងន់អត់បាននោះទេគឺធ្វើឲ្យមានបញ្ហាតិចតួចទៅធ្វើឲ្យទូករបស់គាត់ត្រូវបានលិចចូលទៅក្នុងទន្លេតែម្ដងហើយជាពិសេសអ្នកទាំងអស់គ្នាបើសិនជាទូកចាស់ហើយគួរអ្នកទាំងអស់គ្នាក៏គួរតែមានសម្ភារៈក្នុងការជួយសង្គ្រោះអ្នកដទៃផងដូចជាអាវពោងឬក៏របស់របរអីផ្សេងទៅកុំឲ្យអត់មានអីសោះនៅពេលដែលទូកលេចគឺបណ្ដៅតាមព្រៃវាសនាអញ្ចឹងគឺវាអត់ត្រូវនោះទេយ៉ាងហោចណាស់ក៏យើងមានអាវពោងមានកដុងអីដែរដោយអ៊ំស្រីម្នាក់ហ្នឹងកុំបានតែកដុងនោះទេកុំបានតែធុងសាំងធុងប្រេងអីនោះទេទៅបានពីអ្នកគាត់ហ្នឹងក៏អាចរស់រានមានជីវិតបញ្ចឹងទេក៏គាត់បាយលាវដែរព្រោះគាត់ចាស់ហើយគឺគាត់ហែទឹកមិនកើតនោះទេហើយកូនក្មេងវិញដែលគ្នាមិនមានអ្វីតោងហើយក៏គ្នាមិនចេះហែទឹកនោះគឺបានបាយលាវទៅជាច្រើនអ្នកដែរអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងបើសិនអ្នកទាំងអស់គ្នាទៅណាមកណាទៅណីមកណីសូមកុំភ្លេចគិតដល់អាយុជីវិតខ្លួនឯងសុវត្ថិភាពខ្លួនឯងផងគឺសុវត្ថិភាពជាចម្បងអូខេមកនេះជាដល់ទីបញ្ចប់សូមអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច like subscribe នៅ channel របស់ admin ម្នាក់មួយផងណាអ្នកទាំងអស់គ្នាហើយ Facebook page របស់ admin គឺមានឈ្មោះថា Mr Happy សូមកុំភ្លេចទៅជួយចុច follow admin ម្នាក់មួយផងណាអ្នកទាំងអស់គ្នាម្នាក់មួយផងអូខេថ្ងៃនេះខ្ញុំបាទសវណ្ណគឺមានតែប៉ុណ្្នឹងទេជូនពួកអ្នកទាំងអស់គ្នាសុខភាពល្អនិងជាសរសើរទ្រង់មេដាបេដាពីខ្ញុំសវណ្ណបាយបាយ